បងប្អូនហ្នឹងហើយនេះយើងប្រឡូតហើយនេះលបាយភ្ជុំកាមយើងអត់ដុតថេះអាក្រហមហ្នឹងនេះដោយសារតែវាទៅបាទខ្ញុំដាក់ជឿនហ្នឹងទៅវាអស់តែពិតវាខ្លាចវាភ្ជុំអស់ចឹងដំបូងបងប្អូននេះឡបងប្អូនចាក់កាមសិនកាមដែលអត់ទាន់ដុតហ្នឹងចាក់វាហើយបងប្អូនវេនេះយើងកាយញ៉ែវាបងប្អូនមិនប្រឡូតបានព្រោះភ្ជុំកាមទោះបីចាក់អញ្ចឹងពីលើអញ្ចឹងក៏អត់ប្រឡូតដែរតែយើងកាយជាសាដុតកាមបងប្អូនយើងនៅក្នុងហ្នឹងមានដែកដូចជាប៉ោតឬក៏ពុយអីចឹងណាហើយគេតភើយឡើងចឹងដើម្បីឲ្យវាមានផ្សែងហើយគេកាត់ភ្លើងក្នុងនោះឲ្យឆេះហើយបានគេដាក់កាមហើយដុតចូលជីយើងដាក់hơiខ្ពស់ទៅកុំឲ្យផ្សែងវាទៅនេះhơiនេះខ្លាចជាចិត្ត2ម៉ែត្រនេះយើងកាយញ៉ែវាបងប្អូនមិនប្រឡូតបានព្រោះខ្ជុំកាមទោះបីចាក់អញ្ចឹងពីលើអញ្ចឹងក៏អត់ប្រឡូតដែរតែយើងកាយទៀតហមនឹងខ្លាចអីយើងបាន80ទៀតrồiអត់តលុតទេណាប៉ុណ្ណឹងឃើញអត់តលុតទេណានៅញ៉ែទៀតដល់នេះដល់ភ្លើងទៀតកាគឺវាអត់ជប់ទឹកទេភ្លើងដល់អស់បើយើងកាយវាឡើងសុបាយវាអស់ក្នុងទឹកភ្លើងនេះមេភ្លើងបងប្អូនមេភ្លើងដែលដាក់ពីដើមវានេះនៅខ្ជុំវាអត់ឆេះអត់ទេវាងុំហ្នឹងហ្មងតែបើយើងធ្វើមេភ្លើងវាពីដើមមកនេះខ្ញុំមិនលុតឡើយហ្នឹងអត់លុតទេណាជីមួយគ្នាហ្នឹងហ្មងទៅឆេះនៅក្តៅប៉ះលៀកដល់អាក្រោមនេះអស់ចុះបើយើងដុតកាមនឹងយកហ្មងផេះអានេះទៅជាផេះចានេះអានេះខ្ជុំកាមវាអត់ម៉ត់កាមប៉ុណ្ណាវានៅប៉ុណ្ណឹងបើខ្លាចជាផេះវាម៉ត់អស់បានអីម៉ត់ឆឹងហ្នឹងហើយម៉ត់គឺមិនបានទេពុំរៀងអញ្ចឹងមកដល់ខ្លាញ់ពេកបានបងប្អូនហ្នឹងហើយនេះយើងប្រឡូតហើយនេះលបាយភ្ជុំកាមយើងអត់ដុតថេះអាក្រហមហ្នឹងនេះដោយសារតែវាទៅបាទខ្ញុំដាក់ជឿនហ្នឹងទៅវាអស់តែពិតវាខ្លាចវាភ្ជុំអស់ចឹងដំបូងបងប្អូននេះឡបងប្អូនចាក់កាមសិនកាមដែលអត់ទាន់ដុតហ្នឹងចាក់វាហើយបងប្អូនវែកវាហើយបងប្អូនយកមេភ្លើងមានកាត់ដងកាត់អីចឹងណាកូរមកកដុកចឹងទៅហើយដាក់ប្រឡោះកដាលចឹងទៅបាទវែកចឹងមកដាក់ប្រឡោះកដាលនេះយើងដុតពីឆេះហើយយើងយកធុងហ្នឹងមកដាក់ពីលើហើយពេលដាក់ពីលើហើយមើលតែភ្លើងនឹងឆេះយើងក្របដងតិចឲ្យផ្សែងវាខ្លាំងទៅចាំយើងចាក់កាមផ្សេងទៀតពីលើឲ្យលិចអាធុងទៅវានឹងដុតឆេះមកឯងចឹងហើយដល់ពេលយើងឆេះយើងអាសាមើលវាកុំឲ្យវាខ្លាចវាផេះពេលវាឆេះដល់យើងទៅយើងកាមណាដែលក្រហមមកដល់ឆេះទៅដាក់តគ្នាដើម្បីឲ្យវាខ្លាចជាខ្ជុំកាមចឹងអានេះវាចំណេញខ្លាចជាខ្ជុំវានឹងផេះយកបានដូចជាដើមចឹងនេះជាខ្ជុំកាមជីល្អបងប្អូនមើលបាទចឹងអានេះជាសាស្ត្រកាត់ដុតវិញប៉ុណ្ណឹងហើយយើងត្រូវកាយវាពលុតកាយវាពលុតដុតហើយវាហើយយើងស្រោចទឹកយើងស្រោចវាលុតអស់